ចានៅពេលដែលយើងទៅដល់កន្លែងចំការឈូកហ្នឹងខ្ញុំបានជួបនឹងលោកវិញនោះគាត់បានសួរថាតើអ្នកឯងមានដឹងថាដើមឈូកហ្នឹងវាមានសរសៃនៅខាងក្នុងអត់ខ្ញុំប្រាប់ថាខ្ញុំដឹងប៉ុន្តែគាត់ថាមិនដឹងថាអាចយកទៅធ្វើអីបានអត់ដឹងទេតែគាត់ថាឥឡូវអ្នកឯងមានចំណាប់អារម្មណ៍នឹងចង់ធ្វើកណាត់ពីដើមឈូកអត់ក្រោយហើយយើងចាប់ផ្ដើមយកសរសៃឈូកយកដើមឈូកហ្នឹងមកទាញហូតយកសរសៃដើម្បីទៅបានធ្វើកណាត់បានដូចសប្តាហ៍ថ្ងៃនេះតែម្ដងចាជំរាបសួរនេះខ្ញុំឈ្មោះជីមសាវិនជាអ្នកគ្រប់គ្រងនៅកសិដ្ឋានលទូហ្វាមនេះតែម្ដងនៅកម្មាភិបមកខ្ញុំមានគ្រួសារមួយនៅអង្គរវត្តយើងនិយាយទៅតាមភូមិវិញគាត់នៅនឹងហៅភូមិប្រណិតខ្ញុំនៅតូចហ្នឹងអត់បានរស់នៅជួបជុំគ្នាបានជាប់ទេដោយសារតែស្ថានភាពគ្រួសារម៉ាក់និងប៉ាគាត់អត់ត្រូវគ្នាអញ្ចឹងទៅក៏គាត់បែកគ្នាតាំងពីខ្ញុំអាយុប្រហែលជាខ្ទង់10ឆ្នាំជាងចាតាំងពីគាត់បែកគ្នាមកខ្ញុំក៏ចាកចេញពីភូមិរស់នៅកន្លែងមន្ទីរវប្បធម៌នៅចិត្តសិល្បៈខេត្តសៀមរាបយើងហ្នឹងខ្ញុំរៀនរាំរបាំហាត់របាំនៅនឹងជាមួយនឹងអ្នកគ្រូប្រធានសុនសវណ្ណីក្រោយមកបានប្រហែលជាចូល4-5ឆ្នាំហ្នឹងខ្ញុំរៀនបានហើយខ្ញុំអាចទៅបរៀនគេបានខ្ញុំក៏បានចេញទៅបរៀននៅកាតូលិកនៅកន្លែងយេស៊ូពេលល្ងាច1 ម៉ោងអញ្ចឹងទៅគាត់ធ្វើមួយឆ្នាំមុនតែដោយសារតែដើមឈូកនឹងវាអត់សូវសម្បូរយើងអ្នកភូមិគាត់អត់សូវគាត់វាយខ្លះគាត់វាយធ្វើជីគាត់ភ្ជួរចោលគាត់វាយធ្វើជីទៅក៏អស់ពេលខែប្រាំងវាអត់សូវមានទឹកមានអីផងតែដើមឈូកក៏វាអត់កើតដូចមុនដែរលោកអវិននេះក៏បានបិទមួយរយៈដោយសារតែអត់មានដើមឈូកឆ្នាំក្រោយមកចូលខែវស្សាខែអីហ្នឹងខែ4ខែអីហ្នឹងគាត់ចាប់ដើមសម្បូរដើមឈូកក៏គាត់រើសបុគ្គលិកទៅខ្ញុំក៏មកដាក់ពាក្យធ្វើបុគ្គលិកឲ្យជាមួយគាត់ម៉ាក់ក្មេងខ្ញុំគាត់មានកម្មវិធីធ្វើបន់ខ្ញុំក៏ទៅទិញផ្កាឈូកពីចំការឈូកចែកដល់នេះខ្ញុំបានជួបនឹងលោកអវិននោះគាត់បានជួបខ្ញុំគាត់បានសួរថាតើអ្នកឯងមានដឹងថាដើមឈូកហ្នឹងវាមានសរសៃនៅខាងក្នុងអត់ខ្ញុំប្រាប់ថាខ្ញុំដឹងប៉ុន្តែគាត់ថាមិនដឹងថាអាចយកទៅធ្វើអីបានព្រោះពីដើមនៅក្មេងៗតែឃើញសរសៃវាហោះចេញពេលខែភាសាវាហោះនៅលើមេឃអញ្ចឹងអត់ដឹងទេតែគាត់ថាឥឡូវអ្នកឯងមានចំណាប់អារម្មណ៍នឹងចង់ធ្វើកណាត់ពីដើមឈូកអត់យើងបានពិភាក្សាគ្នានៅកន្លែងបឹងឈូកក្រោយមកខ្ញុំប្រាប់ថាខ្ញុំចង់ធ្វើអញ្ចឹងណាយើងចាប់ផ្ដើមយកសរសៃឈូកយកដើមឈូកហ្នឹងមកទាញហូតយកសរសៃដើម្បីទៅបានធ្វើកណាត់បានដូចសប្តាហ៍ថ្ងៃនេះតែម្ដង Actually, I partner with Savin since 12 years, I believe, 12-13 years already. At the beginning, I recruit her as a spinner, but very quickly she shows some talent and some understanding on how the how the life is working, and she has a very good sensibility of people. She's a good model for all the others, and she shows her ability very quickly. And very quickly, I decided to give her the responsibility of all the production of Lotus Fabric here in Cambodia, here in Siem Reap, but also supervising all in Battambang. And today I'm very proud to have Savin as a partner because she's doing every day her best in order to promote the culture of her country, and she makes sure that all the girls here, they have what they need, and to make sure that everybody is happy to work here. ពីមុនដូចដឹងស្រាប់ថាដើមឈូកយើងអត់បានយកធ្វើអីពួកគាត់អត់បានដឹងគាត់យកតែផ្កានិងផ្លែទៅលក់នៅតាមទីផ្សារតែតាំងពីលោកវិនគាត់បើកនឹងមកជួយបានសហគមន៍បានច្រើនជួយដល់ខាងបងអ្នកដាំឈូកជាច្រើនអ្នកនៅម្ដុំនេះគឺយើងជួយបានច្រើនគ្នាមិនត្រឹមតែប៉ុណ្្នឹងទេយើងអាចជួយដល់ស្ត្រីដូចបងយាយចាស់ដែលគាត់អត់មានការងារធ្វើពិបាកទៅរកការងារធ្វើនៅតាមខេត្តគាត់នៅតាមទីជនបទគាត់អាចមកធ្វើការកន្លែងយើងនៅចិត្តផ្ទះអត់បាក់អស់សាំងច្រើនទៀតហើយយើងជួយការងារគាត់បានច្រើនដំបូងយើងត្រូវរកដើមឈូកដែលល្អដើមឈូកដែលមានសរសៃល្អក្រោយពីយើងមានដើមឈូកដែលល្អហើយយើងត្រូវដុសលាងសម្អាតដើមឈូកសម្អាតបន្លាឲ្យស្អាតហើយលាងមួយទឹកស្អាតបន្តទៀតបន្ទាប់មកទៅដល់កន្លែងអ្នកកាច់ហូតសរសៃយើងត្រូវមើលតុទី1តុស្អាតទី2កម្មាក៏ស្អាតដែរទឹកយើងយកទៅប្រើនៅជាមួយនឹងសរសៃឈូកនឹងក៏ស្អាតដែរកុំឲ្យមានបន្លាអីបានកណាត់យើងសរសៃអំបោះយើងចេញមកវាបានស្អាតល្អអញ្ចឹង
ហើយក្នុងមួយថ្ងៃគាត់កាច់ហូតដូចបានឃើញអញ្ចឹងក្នុងមួយថ្ងៃគាត់ធ្វើបានតែ250ម៉ែត្រទៅ300ម៉ែត្រទេក្នុងម្នាក់អញ្ចឹងសរសៃស្តង់ដារដែលយើងចង់បានណាហើយបើសិនជាសរសៃនឹងក្រហមឬក៏មិនស្អាតក៏យើងកាត់ចោលដែរយើងអត់យកទេបន្ទាប់មកយើងត្រូវយកមកប្រវៃដាក់លើរង្វឹងរាប់ថាក្នុងមួយថ្ងៃគាត់បានប៉ុន្មានហើយយើងត្រូវរចូលនៅក្នុងបូប៊ីនឡតខ្មែរយើងភាសាខ្មែរយើងហៅឡតតូចបវលដាក់នៅក្នុងនឹងហើយបានក្រោយមកបានយើងយកទៅដាក់ត្បាញគេបានជាកណាត់ហើយយើងមិនទាន់ចប់ទៀតអានឹងហើយយើងត្រូវជួសម្អាតត្រូវធ្វើកណាត់នឹងឲ្យទាន់ក្រោយមកបើចង់បានពណ៌ភ្ញៀវគាត់ចង់បានពណ៌ឬក៏យើងចង់ដាក់ពណ៌ឲ្យស្អាតចង់ដាក់ពណ៌អីក៏បានដែរតែខ្សែជូតដាក់បានហើយក៏ដូចនៅខាងក្រៅខ្ញុំនឹងតែនេះពណ៌ទាំងអស់នេះខ្ញុំធ្វើទាំងអស់នឹងឯងចាបញ្ហាជាចម្បងរបស់កន្លែងរបស់ខ្ញុំគឺដោយសារតែសរសៃឈូករបស់ខ្ញុំការពិសេសដែលយើងធ្វើនឹងវាពិបាកហើយយើងធ្វើបានតិចដល់ពេលយើងត្រូវលក់ក៏យើងមិនអាចលក់តម្លៃដែលអត់អាចចំណេញដែរយើងត្រូវតែលក់ឲ្យបានចំណេញអញ្ចឹងទៅដោយសារប្រជាជនខ្មែរយើងពួកគាត់មិនមែនថាមានទាំងអស់ហើយអ្នកខ្លះគាត់ជួយខ្លះដែរលក់អត់សូវបាននៅក្នុងប្រទេសកម្ពុជាយើងលក់បានទៅខាងក្រៅបានខ្លះអញ្ចឹងណាវាមិនបានច្រើនទេបានតិចតួចបើមិនបដូរទេបងអត់អាចយកទៅធ្វើក្រុមបាច់ចន្ទីបានទេយើងត្រូវបដូរគ្នាបើមិនបដូរអត់អាចទៅរួចខ្ញុំបានទៅរៀនជាមួយបងប្អូនខាងអាយសូរីហ្នឹងទី1ការពង្រឹងអាជីវកម្មរបស់ខ្លួនឯងតែយើងគួរគិតធ្វើយ៉ាងណាចង់និយាយថាដួលហើយយើងគួរតែងើបពីណាទៅណាអញ្ចឹងណាយើងត្រូវតែប្រឹងទៅមុខឬក៏យើងត្រូវតែធ្វើអ្វីថ្មីអ្វីដែលប្លែកល្អជាងមុនដើម្បីតម្រូវតាមទីផ្សារបើថាទីផ្សារគេត្រូវការអីយើងគួរតែធ្វើអាហ្នឹងបងប្អូនចំនួនក្រោយបើគាត់មានគំនិតឬក៏គាត់ចង់ធ្វើអីមួយគាត់ឆ្ពោះទៅមុខទៅធ្វើទៅខុសក៏ដោយត្រូវក៏ដោយយើងកុំគិតថាធ្វើខុសហើយយើងជប់ធ្វើខុសជាមេរៀនដួលហើយយើងងើបហើយយើងធ្វើទៀតគង់តែមានថ្ងៃណាមួយយើងបានសម្រេចនៅអ្វីដែលយើងចង់បាន